บัดจึงตะบงยังโจมากันApp Store ឬក៏ Play Store មកហើយយើងនិយាយពាក្យថា EPS Topic EPS Topic អញ្ចឹង logo ដែលយើងត្រូវមើលហ្នឹងគឺមានរូបទង់ជាតិកូរ៉េដែលគេដាក់ថា EPS Topic App ហ្នឹងបងប្អូនចុច download កម្មវិធីហ្នឹងមកបន្ទាប់ពី download ហើយ open ចូលយើងរើសប្រទេសយើងខ្មែរយើងរើសទង់ជាតិខ្មែររបស់យើងមក Cambodia មកហើយយើងចុច OK បន្ទាប់ពី OK កន្លែងចំណុចនេះគេដាក់ថាចុះឈ្មោះឬក៏ចូលអញ្ចឹងដូចខ្ញុំអត់ចាំបាច់យកខ្ញុំដាក់ពាក្យថារំលងពេលរំលងចូលបាទចូលរំលងហើយខាងលើនេះកន្លែងគេដាក់ជាអក្សរខ្មែរដាក់ថាសិភៅស្តង់ដាកូរ៉េថ្មីនេះសិភៅដែលគេទិញចេញថ្មីក្រោយអញ្ចឹងចំណុចហ្នឹងយើងចូលមកហ្នឹងមកយើងមាន2មេរៀនទី1គេនិយាយអំពីជីវិតប្រចាំថ្ងៃយើងប្រើជាភាសាកូរ៉េអញ្ចឹងយើងចូលមកមើលមកអញ្ចឹងវាមានច្រើនមានពីលេខរៀងទី1ដល់លេខរៀងទី30និយាយពីជីវិតប្រចាំថ្ងៃជាភាសាកូរ៉េហើយចំណុចទី2និយាយពីជីវិតការងារនៅកូរ៉េអញ្ចឹងយើងចូលមកហ្នឹងមកគេនឹងមានរៀបរាប់តាក់ទងនឹងជីវិតការងារនៅកូរ៉េឲ្យយើងមើលហើយយើងចូលមើលលេខរៀងវាទៅយើងចូលទៅមើលក្នុងហ្នឹងទៅវាមានកម្មវិធីច្រើនប៉ុន្តែយើងមើលមកក្រោមមកយើងឃើញមេរៀនដែលគេបរៀនយើងណាមកក្រោមទៀតមកបងប្អូនឃើញមានគេបរៀនពីចក្រពុកយូនីភូមិនិយាយទៅមានច្រើនពាក្យដែលយើងត្រូវរៀនណាសម្រាប់បងប្អូនដែលគាត់រៀនត្រៀមសម្រាប់ប្រឡង EPS Topic មកធ្វើការនៅកូរ៉េអញ្ចឹងបងប្អូនអាចមើលកម្មវិធី App នឹងបានអញ្ចឹងខ្ញុំចូលទៅណែនាំបន្តទៀតកុំឲ្យយើងខាតពេលបន្ទាប់មកបងប្អូនមើលចំណុចកន្លែងគេដាក់ជាអក្សរខ្មែរនេះមានប៊ិចនេះអក្សររបស់ហាន់គុកហ្នឹងចង់និយាយអំពីរៀនអំពីជញ្ជនៈអំពីស្រៈសម្រាប់អ្នកដែលគាត់រៀនមូលដ្ឋានគ្រឹះដំបូងណាក្នុងហ្នឹងក៏មានដែរបរៀនអំពីជញ្ជនៈនិងស្រៈហើយចូលមកដល់បន្ទាប់នេះមានគេដាក់ថាសិភៅ EPS ហ្នឹងយើងរៀនពីអីខ្លះយើងចុចចូលមកយើងនឹងឃើញរៀនអំពី Kyoshi Hankuko Annyeonghaseyo Chuma Jalponeseo មានជាច្រើនមានតកតូននឹងពាក្យដែលយើងត្រូវរៀននៅក្នុងសិភៅណាបងប្អូនដែលរៀននៅតាមសាលាធម្មតាគ្រូគាត់មានចែកជាសិភៅឲ្យយើងរៀនសម្រាប់ App នេះយើងរៀននៅសាលាហើយយើងអាចឆ្លៀតរៀននៅផ្ទះបានរៀនបន្ថែមបងប្អូនរៀននៅសាលាខ្លះយើងរៀនបន្ថែមនៅតាមរយៈ App នេះខ្លះដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតបន្ទាប់មកបងប្អូនមើលកន្លែងវិជ្ជានុក្រមនេះគឺមានបកប្រែជាពាក្យខ្មែរយើងហើយហ្មងបងប្អូនមើលទៅបងប្អូនមានឃើញពាក្យជាច្រើនដែលគេបកប្រែជាខ្មែរឲ្យយើងពាក្យបន្ទាប់មកចូលកន្លែងសិភៅដែលគេដាក់ថាសំណួរសិភៅហ្នឹងវាមាន3ចំណុចកន្លែងសិភៅខាងលើគេដាក់ថាជំរុញគឺតកតូននឹងពាក្យដែលយើងរៀនដូចជាគេដាក់រូបភាពមកគឺយើងរើសរូបអីគេរូបដែលគេនិយាយខាងលើគេហ្នឹងសនស៊ីនីមអញ្ចឹងយើងចុចមកបើត្រូវវានឹងចេញសញ្ញាមួយត្រូវឲ្យយើងតែបើសិនជាឧទាហរណ៍យើងចុចខុសគឺវាចេញពណ៌ក្រហមបើយើងរើសចម្លើយខុសគឺចេញពណ៌ក្រហមបងប្អូនឃើញទេតែបើយើងរើសត្រូវវាចេញឲ្យយើងត្រូវចេញពណ៌រាងស្វាយក្រហមឃើញទេតែយើងចុចខុសគឺចេញក្រហមហើយតែបើត្រូវគឺចេញពណ៌ស្វាយនំពូអញ្ចឹងបងប្អូនអាចមើលបានអាចរៀនតាមរយៈ App នេះបានតើមកថយមកកន្លែងសំណួរទៅលើរូបភាពនេះក៏វាមានស្តៀងគ្នាដែរយើងបាច់មើលហ្នឹងក៏បានដែរចូលមកកន្លែង Tick question នេះបងប្អូនមើលចូលឡើងហ្នឹងមកកន្លែងតម្រងនេះជាលក្ខណៈ
ជាសន្ទនាឬក៏ជាប្រយោគនិយាយខ្លីទៅគឺជាប្រភេទប្រយោគមួយឲ្យយើងបំពេញចន្លោះចូលនៅក្នុងនឹងដូចជាគេដាក់ថាឆនឿនភេទណាំអញ្ចឹងយើងបំពេញឲ្យគេចូលភេទណាំអ៊ីមលីដាយើងបំពេញឲ្យគេអញ្ចឹងយើងមានរើសចម្លើយយើងគ្រាន់តែរើសមកឆនឿនភេទណាំសាអ៊ីមលីដាអញ្ចឹងបើយើងរើសត្រូវគឺចេញស្វាយអញ្ចឹងតែបើយើងរើសខុសឧទាហរណ៍ថាយើងរើសខុសនេះបើយើងដាក់ខុសគឺចេញពណ៌ក្រហមមកអញ្ចឹងអត់ពិបាកក្នុងការរៀនទេអញ្ចឹងថយក្រោយយើងមកកន្លែងចំណុចផ្សេងកន្លែងសញ្ញាសួរជ្រុងនេះគឺសំណួរចៃដន្យហ្នឹងចង់និយាយពីអីយើងចូលមកមើលមកគេបង្ហាញពី Kyosil Hankuko Nara 직업, 장소, 물건, 일과 받고 나서는 엄청 빨개졌는데 며칠 뒤 이렇게 됐어요. 이 맛에 시술 못 끊어요. មានពាណិជ្ជកម្មតិចណាយើងមើលគេតិចទៅព្រោះគេខំបង្កើត app ឲ្យយើងបានរៀនយើងមើលតិចទៅវាមានអីទេយើងមើលមកឃើញពាក្យជាច្រើនដែលយើងត្រូវរៀនដូចជារូបភាពនេះតំណាងអីជារូបអីគេកុង check ចុចត្រូវឃើញជាពណ៌ស្វាយរូបនេះបន្តទៀតរូបអីគេឆាំងមូនចុចអូខេបើត្រូវជាពណ៌ស្វាយអញ្ចឹងយើងថយមកមើលកន្លែងផ្សេងទៀតបងប្អូនចូលមើលខ្លួនឯងចូលមកដល់កន្លែងសំណួរអនុវត្តនេះចុចចូលមកយើងមើលខាងលើសំណួរទៅលើរូបភាពសំណួរលើរូបភាពនឹងជាប្រភេទអីគេយើងចូលទៅមើលមកវាមានពីលេខ1ដល់25ហើយបន្តមក26ដល់50 51ដល់75ដេញរហូតដល់នេះមកដល់រហូតដល់176ទៅ200យើងចង់ដឹងថាគេបរិញ្ញាបត្រពីអីយើងចូលមើលមកនេះគេបរិញ្ញាបត្រពីរូបភាពអីគេរូបភាពហ្នឹងឧទាហរណ៍ថាចង់ដឹងថាយើងចុចនឹងត្រូវឬខុសយើងចុចមករូបភាពនេះកតាបអាចកតាបបើសិនកតាបវាជាងពណ៌បៃតងអញ្ចឹងវារុញទៅមុខទៀតឲ្យយើងណាវារុញរូបភាពថ្មីឲ្យយើងអញ្ចឹងដូចរូបនេះរូបគេកត្រៃភាសាកូរ៉េថាម៉េចខាវីជាងពណ៌បៃតងមកទៀតដូចរូបនេះរូបអីគេកាសចូលម៉ាស៊ីនគិតលេខអញ្ចឹងយើងមើលមកថាមួយណាត្រូវឧទាហរណ៍ថាខ្ញុំរើសខុសវាជាងអីគេជាងពណ៌ក្រហមឃើញទេពណ៌ក្រហមហើយរូបនេះរូបឡានក្រុងខូស៊ុកផស៊ីយើងរើសត្រូវឃើញពណ៌បៃតងអូខេបើខុសជាងពណ៌ក្រហមដល់មកថយមកសំណួរបំពេញនេះចុចចូលមកមើលមកបំពេញពីអីបងប្អូនអានអត្ថបទហើយរើសចម្លើយមកបើសិនជាខុសគឺដឹងហ្មងបាទតមកចូលមកដល់សំណួររូបភាពជាមួយអត្ថបទប្រភេទជាអត្ថបទបែបនេះអញ្ចឹងខ្ញុំអត់ចាំបាច់រើសចម្លើយឬក៏បញ្យល់អីច្រើនទេបងប្អូនគ្រាន់តែមើលទៅតាមនឹងទៅដឹងហើយតមកចូលសំណួរជ្រើសរើសរូបភាពមានអីខ្លះនេះដល់មកចូលមកក្រោមគេសំណួរទំព័រតាក់ទងគេហៅថាសំណួរអានអត្ថបទដែរបងប្អូនចុចចេញយើងចូលមើលនេះប្រភេទជាអានអត្ថបទឲ្យយើងរើសចម្លើយណាបាទបន្តមកខាងក្រោមគេពីរនេះជាប្រភេទវិញ្ញាសាផ្សេងទៀតចឹងយើងមិនបាច់ចាំមើលអាហ្នឹងទេពីរហ្នឹងចាំខ្ញុំប្រាប់ថានឹងសម្រាប់អីគេនៅក្នុងវីដេអូក្រោយចឹងវីដេអូនេះមានតែប៉ុណ្្នឹងកុំឲ្យខាតពេលយូរអរគុណបាយបាយ